បាទក្រោយពេលអវត្តមានអស់រយៈពេលចំនួន2សប្តាហ៍តកតងទៅនឹងការបញ្ចប់ការងារសិភៅបទល្មើសអាជ្ញានិងឧក្រិដ្ឋវិទ្យាដូច្នេះនៅក្នុងសប្តាហ៍នេះខ្ញុំបានវិលត្រឡប់មកធ្វើបទបង្ហាញតកតងនឹងប្រធានបទផុសតាងបន្តទៅទៀតដោយនៅក្នុងសប្តាហ៍នេះខ្ញុំសូមលើកយកមាតិកាផុសតាងផ្ទាល់យកមកបង្ហាញសិនដើម្បីឲ្យយើងបញ្ចប់ការងារនេះទៅតាមផែនការដែលបានគ្រោងទុកគឺខ្ញុំបន្តលើកយកផុសតាងប្រយោលមកបញ្យល់ចែកជូនជាចំណេះដឹងបន្តទៅទៀតបាទដូច្នេះវាមានសារៈសំខាន់ណាស់ចំពោះអស់លោកស្រីដែលបម្រើការងារនៅក្នុងវិស័យច្បាប់ឬក៏នៅក្នុងវិស័យយុត្តិធម៌នេះយើងត្រូវយល់អំពីតើផុសតាងដែលត្រូវបានគេប្រើប្រាស់សប្តាហ៍ថ្ងៃនេះមានប្រភេទផុសតាងអ្វីខ្លះហើយវិស័យផុសតាងអ្វីខ្លះដែលត្រូវបានគេប្រើប្រាស់នៅក្នុងប្រព័ន្ធច្បាប់ដូចជានៅក្នុងប្រព័ន្ធច្បាប់សាមញ្ញប្រព័ន្ធច្បាប់អង់គ្លេសសាក់សុងអាមេរិកប្រព័ន្ធច្បាប់សំណេររបស់យើងនេះបាទអញ្ចឹងយើងត្រូវយល់មុខងារនៃផុសតាងនីមួយៗឲ្យបានច្បាស់លាស់ដែលគេតែងតែអនុវត្តនៅតុលាការនៅទូទាំងពិភពលោកបាទដូច្នេះផុសតាងដែលខ្ញុំបានលើកយកដែលខ្ញុំបានធ្វើការស្រាវជ្រាវយកមកចងក្រងជាសៀវភៅផុសតាងនេះឡើងយើងមានប្រភេទផុសតាងសំខាន់តែចំនួន2ទេគឺប្រភេទផុសតាងទី1គឺផុសតាងប្រយោលនៅក្នុងប្រភេទផុសតាងទី1នេះវាមានផុសតាងសំខាន់ណាស់ដែលវាភ្ជាប់ហេតុការណ៍វាភ្ជាប់បទល្មើសអាជ្ញានៅក្នុងវាហើយដែលជនល្មើសគាត់មិនអាចប្រកែកតវ៉ាបានរីឯផុសតាងទី2គឺជាប្រភេទផុសតាងប្រយោលប្រភេទផុសតាងប្រយោលហ្នឹងក៏វាមានសារៈសំខាន់ដែរប៉ុន្តែវាពឹងផ្អែកទៅលើផុសតាងផ្ទាល់ដើម្បីឈានទៅរកគោលដៅចុងក្រោយមួយបានអញ្ចឹងវាត្រូវតែពឹងផ្អែកទៅលើសេចក្តីសន្និដ្ឋានទៅលើសមត្ថកម្មរបស់ផុសតាងរបស់ផុសតាងផ្ទាល់ដូច្នេះតទៅនេះខ្ញុំនឹងលើកយកអត្ថន័យនៃផុសតាងប្រយោលមកពន្យល់ចែកជូនជាចំណេះដឹងសិនមុននឹងយើងលើកយកមាតិកានីមួយនៃផុសតាងប្រយោលនេះយកមកបំភ្លឺយកមកពន្យល់ចែកជូនជាចំណេះដឹងអញ្ចឹងយើងសិក្សាទៅលើអត្ថន័យគ្រឹះនៃផុសតាងផ្ទាល់នៃផុសតាងប្រយោលផុសតាងប្រយោលគឺជាផុសតាងមិនផ្ទាល់មួយបាទដែលមិនបង្ហាញអង្គហេតុពិតនៅក្នុងហេតុការណ៍មួយភ្លាមនោះទេប៉ុន្តែវាផ្ដល់នៅភវនីយភាព probability ខ្ពស់ដើម្បីទាញសេចក្តីសន្និដ្ឋានមួយប្រកបដោយតក្កសាស្ត្រដែលអង្គហេតុនោះមានអត្ថិភាពនៃបទល្មើសមួយផុសតាងប្រយោលទាមទារឲ្យទាញសេចក្តីសន្និដ្ឋានដែលមានហេតុផលបន្ថែមទៀតដើម្បីគ្រប់គ្រងនៅការអះអាងឬសេចក្តីស្នើឡើងនោះដូច្នេះនៅទីនេះគឺចង់និយាយថាផុសតាងប្រយោលគឺវាត្រូវតែធ្វើឡើងដើម្បីឲ្យតុលាការជឿជាក់នោះគឺតាមរយៈសេចក្តីសន្និដ្ឋានរបស់យើងហើយសេចក្តីសន្និដ្ឋានរបស់យើងនោះទៀតគឺត្រូវមានដែលធ្វើឲ្យមានភវនីយភាពខ្ពស់នោះដែលធ្វើឲ្យមានភាពជឿជាក់ខ្ពស់នឹងដែលធ្វើឲ្យមាន probability ខ្ពស់នឹងតលតែយើងសន្និដ្ឋានវាផ្អែកតាមទ្រឹស្ដីតក្កសាស្ត្របាទទ្រឹស្ដីតក្កសាស្ត្រនេះខ្ញុំលើកឧទាហរណ៍នៃការសន្និដ្ឋានរបស់លោកអារីស្តូតមួយដែលគាត់និយាយថាមនុស្សទូទៅមិនអាចគេចផុតពីសេចក្តីស្លាប់បានទេលោកអារីស្តូតគឺជាមនុស្សម្នាក់ដូច្នេះលោកអារីស្តូតមិនអាចគេចផុតពីសេចក្តីស្លាប់បានឡើយដូច្នេះនេះគឺជាសេចក្តីសន្និដ្ឋានបែបលក្ខណៈតក្កសាស្ត្ររបស់លោកអារីស្តូត
ហើយតកសាសមួយចំណែកទៀតមួយផ្នែកទៀតគឺពឹងផ្អែកទៅលើទ្រឹស្ដីគណិតវិទ្យាដូចយើងថា2 + 2គឺ4នេះជាដើមគឺវាមានលក្ខណៈសុក្រិតហើយលក្ខណៈមួយចុងក្រោយទៀតគឺវាយើងធ្វើសេចក្តីសន្និដ្ឋានផ្អែកទៅលើសមត្ថកម្មដែលវាគ្រប់គ្រងឲ្យផុសតាងមួយបាទដែលវាគ្រប់គ្រងឲ្យផុសតាងមួយអញ្ចឹងយើងត្រូវតែធ្វើសេចក្តីសន្និដ្ឋានរបស់យើងផ្អែកទៅលើសមត្ថកម្មបាទដូចជាឧទាហរណ៍ខាងក្រោមនេះឈាមត្រូវបានរកឃើញនៅកន្លែងកើតហេតុណានៃអំពើមនុស្សឃាតមួយរបស់លោក Simpson របស់ករណី Simpson នេះហើយឈាមជាច្រើនដំណក់ទៀតត្រូវបានរកឃើញនៅលើផ្លូវចូលផ្ទះរបស់លោក Simpson នេះបាទអញ្ចឹងអានឹងយើងបានសមត្ថកម្មមួយឈាមនៅកន្លែងកើតហេតុនិងឈាមចូលផ្ទះអញ្ចឹងអានឹងបូកបញ្ចូលគ្នាទៅយើងបានមួយសមត្ថកម្មមួយហើយស្រោមដៃស្បែកប្រឡាក់ឈាមមួយចំហៀងនៅកន្លែងកើតហេតុនិងស្រោមដៃប្រឡាក់ឈាមមួយចំហៀងទៀតត្រូវបានរកឃើញនៅឯផ្ទះរបស់លោក Simpson អញ្ចឹងប្រឡាក់ឈាមទី1នៅកន្លែងកើតហេតុប្រឡាក់ឈាមទី2នៅឯផ្ទះរបស់លោក Simpson គឺជាសមត្ថកម្មទី2ដូច្នេះសមត្ថកម្មទី1ដំណក់ឈាមនៅកន្លែងដំណក់ឈាមហើយសមត្ថកម្មទី2ស្រោមដៃប្រឡាក់ឈាមបញ្ជាក់ថាលោក Simpson គឺជាឃាតករគឺជាជនសង្ស័យដែលមានភវនីយភាពខ្ពស់ដែលមាន probability ខ្ពស់ទាក់ទងទៅនឹងអំពើមនុស្សឃាតលើអតីតប្រពន្ធរបស់គាត់ណាឈ្មោះនាង Nicole Brown Simpson ហើយនឹងមិត្តប្រុសរបស់នាង Nicole Brown Simpson ហ្នឹងគឺគាត់ឈ្មោះ Ronald Goldman បាទដូច្នេះខ្ញុំនឹងបកមកជម្រាបអង្គហេតុត្រួសទាក់ទងនឹងរឿងអំពើមនុស្សឃាតរបស់លោក Simpson នេះអត្ថន័យគ្រឹះនៃផុសតាងប្រយោលមួយត្រូវបានគេកំណត់តាមលក្ខណៈដូចគ្នាទៅនឹងផុសតាងផ្ទាល់ដែរអញ្ចឹងមានន័យថាអត្ថន័យរបស់វានឹងគឺថាយើងធ្វើយ៉ាងដូចបណ្ដេចឲ្យវាមានលក្ខណៈដូចគ្នាទៅនឹងផុសតាងផ្ទាល់ឧទាហរណ៍ផុសតាងផ្ទាល់ដូចជាសាក្សីឃើញផ្ទាល់ភ្នែកផុសតាងវីដេអូផុសតាងឯកសារផុសតាងសារសំឡេងលក្ខណៈដូចយើងបានសិក្សាកន្លងមកហើយគឺយើងធ្វើយ៉ាងម៉េចឲ្យវាមានលក្ខណៈផ្ទាល់ដែលធ្វើឲ្យតុលាការអាចជឿទុកចិត្តបានលើសេចក្តីសន្និដ្ឋានរបស់យើងតាមរយៈសេចក្តីស្នើឡើងឬតាមរយៈសេចក្តីបង្ហាញនៅផុសតាងជាក់លាក់មួយឧទាហរណ៍ថាលោកឌីបានសម្លាប់លោកអេកដែលវាគឺជាសេចក្តីស្នើឡើងមួយឬក៏ជាការចោទប្រកាន់មួយបង្ហាញផុសតាងនេះគឺជាស៊េរីនៃសេចក្តីសន្និដ្ឋានបន្តដែលទាញចេញពីសេចក្តីស្នើឡើងដែលថាទី1លោកឌីបានស្រឡាញ់នាង W ប្រពន្ធរបស់លោកអេកអញ្ចឹងលោកឌីនឹងគាត់ស្រឡាញ់នាង W ហើយនាង W នឹងគឺជាប្រពន្ធរបស់លោកអេកទី2លោកឌីបានសរសេរសំបុត្រស្នេហាមួយច្បាប់ទៅឲ្យនាង W ទី3លោកឌីបានប្រាថ្នាធ្វើជាម្ចាស់បេះដូងលើនាង W សម្រាប់ហេតុផលផ្ទាល់ខ្លួនរបស់គាត់ទី4លោកឌីមានបំណងគេចចេញពីលោកអេកទី5លោកឌីបានអនុវត្តផែនការសម្រាប់លោកអេកតាមបំណងរបស់ខ្លួនដូច្នេះលោកឌីពិតជាបានសម្លាប់លោកអេកមែននេះគឺជាសេចក្តីសន្និដ្ឋានបូករួមនឹងសេចក្តីស្នើឡើងនៃផុសតាងដែលបានលើកឡើងនៅក្នុងករណីនេះបាទដូច្នេះវាត្រូវតែមានភាពស៊ីសង្វាក់គ្នាទៅវិញទៅមកទៅតាមអ្វីដែលវានឹងគ្រប់គ្រងនៅសេចក្តីសន្និដ្ឋាននីមួយៗទៅតាមការរាប់បញ្ចូលគ្នាទៅតាមការរួមបញ្ចូលគ្នារវាងសេចក្តីសន្និដ្ឋាននិងសេចក្តីស្នើឡើងបាទការចោទប្រកាន់
នឹងនាំឲ្យវាคล้ายទៅជាផុសតាងផ្ទាល់មួយប្រកបដោយតក្កសាស្ត្របាទមួយវិញទៀតសេចក្តីស្នើឡើងនៃផុសតាងខាងលើនេះមិនតែងតែស៊ីសង្វាក់គ្នាជាមួយសេចក្តីសន្និដ្ឋានដែលត្រូវបានគេស្នើឡើងនោះទេបាទត្រង់ចំណុចនេះយើងក៏អាចនិយាយបានដែរថាវាគឺជាភាពផ្ទុយគ្នារវាងសេចក្តីស្នើឡើងនិងសេចក្តីសន្និដ្ឋានដែលត្រូវបានគេស្នើឡើងនោះបាទអញ្ចឹងមានន័យថាសេចក្តីស្នើឡើងឬសេចក្តីចោទប្រកាន់ដែលយើងបង្ហាញផុសតាងហ្នឹងនៅពេលដែលយើងធ្វើសេចក្តីសន្និដ្ឋានទៅវាអត់មានភាពស៊ីគ្នាវាអត់មានភាពស្របគ្នាអញ្ចឹងវាមានភាពផ្ទុយគ្នាដូច្នេះសេចក្តីសន្និដ្ឋានរបស់យើងនេះមិនមានលក្ខណៈតក្កសាស្ត្រទេដូច្នេះខាងក្រោមហ្នឹងក៏គេអាចធ្វើសេចក្តីសន្និដ្ឋានផ្ទុយទៅនឹងសេចក្តីសន្និដ្ឋានខាងលើអំបញ្ញមិញដែរតាមសេចក្តីស្នើឡើងដែលថាលោកឌីបានសម្លាប់លោកអេកត្រង់ចំណុចនេះយើងក៏អាចធ្វើសេចក្តីសន្និដ្ឋានបានដែរថាទី1លោកឌីបានស្រឡាញ់នាង W ប្រពន្ធរបស់លោកអេកទី2លោកឌីបានសរសេរសម្បត្តិស្នេហាមួយច្បាប់ទៅឲ្យនាង W ទី3លោកឌីបានប្រាថ្នាចង់ធ្វើជាបេះដូងរបស់នាង W សម្រាប់ហេតុផលផ្ទាល់ខ្លួនរបស់គាត់ទី4លោកឌីពិតជាមិនចង់ឃើញនាង W មានសេចក្តីលំបាកឬសេចក្តីទុក្ខព្រួយនោះឡើយឬនោះទេដូច្នេះលោកឌីមិនមែនជាអ្នកសម្លាប់លោកអេកនោះទេបាទត្រង់ចំណុចនេះគឺគេអាចធ្វើភាគីម្ខាងអាចធ្វើសេចក្តីសន្និដ្ឋានប្រឆាំងទៅនឹងសេចក្តីសន្និដ្ឋានទី1របស់ភាគីការពារសិទ្ធិជនត្រូវចោទបាទដូច្នេះហើយទាំងនេះមកដល់ចំណុចនេះគឺជាសេចក្តីសង្ខេបនៃអត្ថន័យគ្រឹះនៃផុសតាងប្រយោលដូច្នេះខ្ញុំមកបញ្ជាក់រឿងករណី Simpson នេះបន្តិចករណីលោក Simpson នេះនឹងកើតឡើងនៅក្នុងឆ្នាំ1995បាទកើតឡើងអង្គហេតុនឹងកើតឡើងនៅក្នុងខែមិថុនាឆ្នាំ1994បាទរហូតមកដល់កាត់សេចក្តីនៅក្នុងឆ្នាំ1995ដើមចមដំបូងនឹងនាងNico Brown Simpson នេះគាត់គឺជាប្រពន្ធរបស់លោក Simpson នេះគាត់ឈ្មោះ O.J. Simpson គាត់ឈ្មោះ O.J. Simpson ហើយលោក Simpson នេះគាត់គឺជាតារាបាល់ទាត់អាជីពម្នាក់ដែលសម្បូរទៅដោយទ្រព្យសម្បត្តិហើយគាត់គឺជាតារា Hollywood ផងដែរហើយគាត់នឹងមានមុខរបរផ្សេងៗទៀតដែលរួមផ្សំធ្វើឲ្យគាត់คล้ายទៅជាអភិជនម្នាក់ដែលមានទ្រព្យសម្បត្តិច្រើនដូច្នេះលោក Simpson នេះគាត់មុនអង្គហេតុដែលមុនឈានទៅដល់ការសម្លាប់អតីតប្រពន្ធរបស់គាត់នេះហើយនឹងមិត្តប្រុសរបស់ប្រពន្ធគាត់នេះគឺគាត់បានតាមដានទោះបីជាគាត់លែងលះគ្នាក៏ដោយរួចហើយក៏ដោយគាត់បានលែងលះជាមួយនាង Nico Brown Simpson នេះនៅក្នុងឆ្នាំ1992បន្ទាប់មកហើយគាត់មានកូន2នាក់ជាមួយនាង Nico Brown នេះបន្ទាប់មកគាត់ក៏នៅតែមានគេហៅថានៅតែមានមនោសញ្ចេតនានៅតែមានសេចក្តីស្រឡាញ់ហើយក៏មានការប្រច័ណ្ឌទោះបីជាគាត់មានឋានៈមានលុយកាក់ច្រើនក៏ដោយក៏គាត់មិនអាចទៅរកស្ត្រីណាផ្សេងក្រៅពីនាង Nico Brown នេះគឺគាត់បានធ្វើការតាមដាននាង Nico Brown នេះដែលនាង Nico Brown នេះគាត់មានទំនាក់ទំនងស្នេហាមួយជាមួយលោក Ronald Goldman ជាមួយនឹងលោក Ron Goldman បាទសំទោសគាត់ឈ្មោះ Ron Goldman មិនមែន Ronald Goldman ទេRon Goldman ដូច្នេះលោក Ron Goldman នេះគាត់ជាបរិះសង្ហាម្នាក់ដែលធ្វើការនៅក្នុងហាងអាហារដ្ឋានមួយកន្លែងដែលនាង Nico Brown ហ្នឹងហើយនឹងម្ដាយរបស់
នាងនឹងគាត់តែងតែទៅបរិភោគអាហារនៅទីនោះហើយក៏បន្តមកគឺមានទំនាក់ស្នេហាមានទំនាក់ទំនងស្នេហាជាមួយគ្នាអញ្ចឹងទៅដូច្នេះធ្វើឲ្យលោក Simpson នឹងគាត់តាមដានយ៉ាងប្រកិតនៅវេលាយប់មួយប្រហែលជាម៉ោង10លោក Simpson នឹងគាត់បានចូលទៅផ្ទះរបស់នាង Nicole ហើយក៏បានពើប្រទះរបស់នាង Nicole Brown នឹងហើយនឹងសង្សាររបស់គាត់នឹងនៅក្នុងផ្ទះជាមួយគ្នាអញ្ចឹងលោក Simpson នឹងគាត់ក៏បើកការវាយប្រហារទៅលើអតីតប្រពន្ធរបស់គាត់និងមិត្តប្រុសរបស់ប្រពន្ធរបស់គាត់នឹងនៅឯផ្ទះរបស់នាងនោះបណ្ដាលឲ្យអ្នកទាំងពីរអ្នកហ្នឹងគឺនាង Nicole Brown Simpson ហើយនិងលោក Ron Goldman ហ្នឹងគាត់ទទួលមរណភាពគាត់បានស្លាប់នៅក្នុងផ្ទះទាំងពីរអ្នកនៅក្នុងផ្ទះនាង Nicole ហ្នឹងទៅដោយឡែកលោក Simpson ហ្នឹងគាត់ក៏មានរបួសស្នាមផងដែរនៅលើដៃឆ្វេងនៅលើដងខ្លួនរបស់គាត់ដោយសារតែមានការវាយបកពីជនរងគ្រោះអញ្ចឹងធ្វើឲ្យគាត់មានរបួសស្នាមផងដែរហើយដោយភ័យខ្លាចនិងសមត្ថកិច្ចប៉ូលីសមកដល់ហ្នឹងគាត់ក៏បានភៀសខ្លួនចេញពីកន្លែងកើតហេតុដោយបន្សល់ទុកនៅស្រោមដៃប្រឡាក់ឈាមនិងឈាមជាច្រើនដំណក់នៅកន្លែងកើតហេតុហើយនឹងឈាមជាច្រើនដំណក់ទៀតត្រូវបានរកឃើញនៅផ្លូវចូលផ្ទះរបស់គាត់បាទនឹងជាអង្គហេតុមួយដែលតាក់ទងទៅនឹងអំពើមនុស្សឃាតចុងក្រោយត្រូវបានគេរកឃើញថាលោក Simpson នឹងឈាមរបស់លោកឈាមដែលរកឃើញទាំងពីរកន្លែងជាសមត្ថកម្មហ្នឹងគឺជាឈាមដែលមានទំនាក់ទំនងទៅនឹងលោក Simpson បាទអញ្ចឹងប៉ុន្តែការកាត់សេចក្តីចុងក្រោយរបស់តុលាការនៅក្នុងទីក្រុង Los Angeles ហ្នឹងมันបានរកឃើញកំហុសផ្នែកព្រហ្មទណ្ឌរបស់លោក Simpson តាក់ទងទៅនឹងអំពើមនុស្សឃាតទេបាទវាមានហេតុផលច្រើនណាស់ដែលធ្វើឲ្យករណីមនុស្សឃាតរបស់លោក Simpson ហ្នឹងគឺជាករណីមួយដែលមានការភ្ញាក់ផ្អើលរវាងប្រជាជនអាមេរិកកាំងទូទាំងប្រទេសហ្នឹងគឺមានការភ្ញាក់ផ្អើលទៅនឹងការកាត់សេចក្តីហ្នឹងយ៉ាងខ្លាំងមែនទែនរហូតដល់គេប្រសិទ្ធនាមថាគឺជាការកាត់ក្តីប្រចាំសតវត្សបាទគេប្រសិទ្ធនាមឲ្យការកាត់ក្តីនេះណាគឺជាការកាត់សេចក្តីប្រចាំសតវត្សបាទពីព្រោះយើងផុសតាំងវាមានអស់ហើយគ្រប់គ្រាន់អស់ហើយដល់ទៅពេលកាត់សេចក្តីទៅគឺមិនត្រូវបានរកឃើញមានន័យថាมันអាចដាក់ទណ្ឌកម្មផ្នែកព្រហ្មទណ្ឌទៅលើលោក Simpson បានបាទហើយបែរទៅជានៅក្នុងករណីរដ្ឋបវេនីនៅក្នុងបណ្ដឹងរដ្ឋបវេនីរបស់ជនរងគ្រោះហ្នឹងនៅក្នុងឆ្នាំ1997ហ្នឹងក្នុងឆ្នាំ97ហ្នឹងគឺគណៈវិនិច្ឆ័យនៃតុលាការរដ្ឋបវេនីហ្នឹងបានរកឃើញកំហុសរបស់លោក Simpson ហ្នឹងតាក់ទងទៅនឹងមរណភាពដោយគេហៅមរណភាពដោយមានកំហុសបាទមរណភាពដោយមានកំហុសទៅលើករណីមនុស្សឃាតរបស់នាង Nicole Brown ហើយនឹងលោក Ronald Goldman បាទអញ្ចឹងតម្រូវឲ្យលោក Simpson នេះគាត់សងសំណងចំនួន33 កន្លះលានដុល្លារទៅដល់គ្រួសារជនរងគ្រោះបាទដោយមិនមានការផ្ដន់ទោសផ្នែកព្រហ្មទណ្ឌទេណាដូច្នេះហើយក៏បានធ្វើឲ្យប្រជាជនអាមេរិកកាំងទូទាំងសហរដ្ឋអាមេរិកនឹងដាក់រហស្សនាមឲ្យការជំនុំជម្រះក្តីនេះថាគឺជាការជំនុំជម្រះក្តីប្រចាំសតវត្សបាទនេះសូមអរគុណប៉ុណ្ណេះបាទ